ឆាស្ពៃជូរជាមួយសាច់ជ្រូក3ជាន់បងប្អូនគ្រឿងក្រៅរបស់យើងមានសាច់ជ្រូក3ជាន់ហើយនឹងស្ពៃជូរទឹកខ្ទឹមម្ទេសជាដើមបងប្អូនហើយសម្រាប់សាច់ជ្រូករបស់យើងហាន់ជាចំណិតប្រទេសអញ្ចឹងទៅបងប្អូនដើម្បីឲ្យយើងឆាទៅឃើញមើលទៅឃើញសោភ័ណភាពសម្រាប់សាច់ជ្រូកខ្ញុំដាក់ប្រហែលជាកន្លះគីឡូបងប្អូនយើងចាត់ជាប្រទេសដើម្បីយើងឆាទៅមើលទៅយើងឃើញសាច់ជ្រូកប្រទេសស្អាតចឹងបាទយើងហាន់សាច់ជ្រូកហើយយើងមកហាន់ស្ពៃជូររបស់យើងសម្រាប់ស្ពៃជូរនេះផងដែរគឺខ្ញុំចាត់ជាសន្និដ្ឋានសក់ព្រោះយើងចាត់ជាសន្និដ្ឋានសក់អញ្ចឹងទៅពេលយើងឆាទៅវាអត់សូវឃើញលមូលចូលគ្នាអញ្ចឹងបងប្អូនវាឃើញមើលទៅឃើញស្អាតចិត្តសន្និដ្ឋានសក់អញ្ចឹងទៅសម្រាប់ស្ពៃជូររបស់យើងចិត្តមួយជាសន្និដ្ឋានសក់អញ្ចឹងទៅបន្ទាប់ពីចិត្តជាសន្និដ្ឋានសក់អញ្ចឹងហើយយើងលាងទឹកសម្អាតវាម្សៅទៀតស្ពៃជូរសម្រាប់ស្ពៃជូរលាងទឹកវាស្អាតម្សៅទៀតកុំឲ្យវាជូរពេកឬក៏ប្រៃពេកអញ្ចឹងបងបន្ទាប់ពីយើងចាត់ស្ពៃជូរហើយគឺយើងដាក់ខ្ទះរបស់យើងដើម្បីយកសាច់ជ្រូក3ជាន់របស់យើងយកមករំលីងវាបន្តិចកុំឲ្យវាទលាន់ពេកអញ្ចឹងបងយកសាច់ជ្រូករបស់យើងយកមករំលីងវាអស់ជាតិខ្លាញ់កុំឲ្យយើងហូបទៅវាទលាន់អញ្ចឹងពេលដែលយើងរំលីងវាហើយយើងដាក់ខ្ទឹមពងជាមួយគ្នាទៅមកបងប្អូនជិលពីបិសាយើងយកសាច់ជ្រូកយើងដាក់មួយចំហៀងទៅយើងយកខ្ទឹមរបស់យើងខ្ទឹមសរបស់យើងនេះយកមករំលីងឬក៏បំពងវាឲ្យឈ្ងុយទៅដើម្បីឆាម្ហូបរបស់យើងនឹងសម្រាប់ខ្ទឹមសខ្ញុំដាក់បំពងអញ្ចឹងទៅហើយយើងដាក់ស្ករសអញ្ចឹងគ្រឿងក្រៅរបស់យើងដដែលស្ករសហើយនឹងប៊ីចេងអំបិលហើយនឹងទឹកត្រីពេលដែលយើងច្របល់ចូលគ្នាហើយយើងលីងជាមួយនឹងសាច់ហ្នឹងទៅមកនេះក៏ប៊ីចេងចូលអំបិលតោះមកខ្ញុំជ្រោយទឹកត្រីហើយត្រឡប់ទៅជ្រូករបស់យើងទៅជាមួយនឹងគ្រឿងឲ្យវាចូលជាតិគ្នាទៅបងប្អូនចូលត្រឡប់ទៅគឺយើងបងប្អូនពេលដែលយើងហាន់សាច់ជាបន្ទះអញ្ចឹងពេលយើងឆាទៅវាមើលឃើញសាច់ស្អាតអញ្ចឹងបងប្អូនហើយយើងរោយថែមបន្តិចទៅយើងច្របល់ត្រឡប់ទៅយើងដាក់បន្លែរបស់យើងគឺស្ពៃជូររបស់យើងលាងទឹកឲ្យម្សៅទៀតទៅហើយយើងដាក់ឲ្យសោះទៅយើងចាក់ចូលក្នុងឆារបស់យើងពេលដែលយើងហាន់ចំណិតសក់ចឹងទៅស្ពៃជូររបស់យើងឆាជាមួយនឹងសាច់ជ្រូកទៅវាអត់ទៅមើលទៅឃើញមូលចូលគ្នាចឹងឃើញវាមានសោភ័ណភាពមើលទៅគួរចង់បរិភោគនេះបងហើយយើងចុកច្បល់ឲ្យវាសព្វចូលជាតិគ្នាទៅបន្ទាប់ពីយើងច្បល់ហើយយើងថែមប៊ីចង់ថែមតិចឲ្យវាឃើញពណ៌កាន់តែក្រហមណាហើយច្បល់ទុកទៀតតបមកយើងរួយស្លឹកខ្ទឹមរបស់យើងពីលើទៅស្លឹកខ្ទឹមហើយម្ទេសហើយម្ហូបរបស់យើងសម្រាប់ថាចប់សពគ្រប់គឺឆ្អិនហើយសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់